នៅទីបំផុតថ្ងៃដែលយើងទន្ទឹងរង់ចាំបានមកដល់ហើយហើយថ្ងៃនោះដែរគឺជាថ្ងៃដែលយើងចែកនៅសម្ភារៈសិក្សាទាំងអស់ទៅកាន់សិស្សានុសិស្សទាំងអស់គ្នាហើយការចែកសម្ភារៈសិក្សាទាំងអស់នេះគឺយើងធ្វើឡើងស្របពេលជាមួយនឹងថ្ងៃពិធីបុណ្យ1មិថុនាគឺជាថ្ងៃបុណ្យទិវាកុមារអន្តរជាតិហើយថ្ងៃនេះដែរជាថ្ងៃទី3ហើយប៉ុន្តែយើងប្រារព្ធធ្វើពិធីបុណ្យ1មិថុនាពីព្រោះតែថ្ងៃ1មិថុនាចំនៅថ្ងៃអាទិត្យហើយខាងមន្ទីរអប់រំខេត្តគាត់បានអនុញ្ញាតឲ្យយើងធ្វើនៅក្នុងថ្ងៃទី3ខែមិថុនាវិញហើយថ្ងៃនេះដែរគឺមានការចូលរួមពីអាណាព្យាបាលសិស្សក៏ដូចជាគណៈកម្មការសាលាមេភូមិដែលគាត់ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះទាំងអស់គ្នាហើយក្នុងថ្ងៃនេះដែរសិស្សានុសិស្សទាំងអស់គ្នាគឺមានចិត្តសប្បាយរីករាយខ្លាំងមែនទែនបាទមិនមែនតែសិស្សសូម្បីតែលោកគ្រូអ្នកគ្រូក៏គាត់សប្បាយចិត្តខ្លាំងដែរព្រោះឃើញសិស្សចូលរួមបានច្រើនហើយម្យ៉ាងទៀតឃើញបិតាអាណាព្យាបាលសិស្សក៏បានចូលរួមដែរហើយពួកយើងក៏បានប្រារព្ធពិធីនឹងដោយមានការប្រកាសគណៈអធិបតីមានការសូត្របទគោរពទង់ជាតិក៏ដូចពងសាវតាខ្មែរឯជាដើមហ្នឹងទៅសាលាពួកយើងតូចនៅតំបន់ដាច់ស្រយាលប៉ុន្តែពួកយើងធ្វើទៅតាមលទ្ធភាពរបស់ពួកយើងបាទបន្ទាប់ពីធ្វើការគោរពទង់ជាតិហើយពួកយើងក៏មានការសម្ដែងសម្មារវាងលោកនាយកសាលាក៏ដូចជាគណៈកម្មការត្រួតត្រងសាលាហ្នឹងទៅកាន់សិស្សានុសិស្សក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់គ្នាផងដែរបាទហើយបន្ទាប់ពីការសម្ដែងសម្មារហើយក៏មានការអានសន្ទរកថានិងការបដិញ្ញាចិត្តពីសិស្សានុសិស្សដែលនៅសាលារបស់ពួកយើងទាំងអស់គ្នាហើយនៅកម្មវិធីបន្ទាប់ទៀតគឺជាកម្មវិធីចែករង្វាន់លើកទឹកចិត្តទៅកាន់សិស្សពូកែដែលយើងចែកពីលេខ1ដល់លេខ3ហើយសិស្សានុសិស្សដែលជាប់ចំណាត់ថ្នាក់ពីលេខ1ដល់លេខ3គឺទទួលបានសៀវភៅ5ក្បាលបិចពីដើមក៏ដូចជាបានសរសើរមួយសម្រាប់ឆមាសទី1បានហើយសិស្សានុសិស្សដែលអត់បានជាប់ចំណាត់ថ្នាក់លេខ1លេខ2លេខ3ក៏យើងមានចែកជារង្វាន់លើកទឹកចិត្តដែរបាទក្នុងម្នាក់យើងបានចែកសៀវភៅ2ក្បាលទៅកាន់ពួកគាត់ទាំងអស់គ្នាហើយសៀវភៅទាំងនេះដែរគឺទទួលបានពីបងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភមកកាន់ខ្ញុំដើម្បីទិញជាសម្ភារៈសិក្សាទៅចែកទៅឲ្យសិស្សានុសិស្សនៅក្នុងសាលាទាំងអស់គ្នាហើយខ្ញុំពិតជាមានចិត្តសប្បាយរីករាយមែនទែនដែលបងដែលជាសប្បុរសជនទាំងអស់ដែលបានចូលរួមបាទគាត់ចែករំលែកនៅក្តីស្រឡាញ់ហើយបានឃើញស្នាមញញឹមរបស់សិស្សានុសិស្សក៏ដូចជាកុមារកម្ពុជាយើងហើយការជួយឧបត្ថម្ភនេះដែរគឺជាការលើកទឹកចិត្តទៅលើវិស័យអប់រំយ៉ាងខ្លាំងមែនទែនដើម្បីជំរុញការចង់រៀនសូត្ររបស់ពួកគាត់ឃើញតែទឹកមុខដឹងហើយគ្រាន់តែបានអំណោយលើកទឹកចិត្តគឺសប្បាយចិត្តហើយចង់រៀនខ្លាំងមែនទែនអញ្ចឹងការជំរុញលើកទឹកចិត្តរបស់បងទាំងអស់គ្នាពិតជាមានអត្ថន័យខ្លាំងមែនទែនសម្រាប់កុមារពួកយើងមែនទែនទៅគឺបងទាំងអស់គ្នាក៏តែងតែផ្ញើជាថវិកាក៏ដូចជាសម្ភារៈដើម្បីទិញជាសម្ភារៈសិក្សាទាំងអស់ហ្នឹងហើយខ្ញុំតែងតែប្រមូលហើយខ្ញុំតែងតែទិញសន្សំទុកដើម្បី